ประเทศบัตปีการปีมาสลมันเคยจับมันเนี่ยคณะปะกำลังจีดทั้งไงนี่โยงตามมาซีสไรเคยจับมันเนี่ยตีดคณะปะกำลังจีดทั้งไงสายสัปดาห์กลางอาทิตย์กลางชั้นกลางสไลด์สตรีก็คณะปะประชาชนเนื้อใต้บรรทอจับได้ពីព្រោះដោយដែលโซนតារានិយាយពាក្យដល់ល្បីរបស់โซนតារាមួយដែលខ្ញុំប្រៀបធៀបទៅនឹងអក្សរសិល្ប៍ដូចជាអក្សរសិល្ប៍ខ្មែរគេច្រើនប្រៀបធៀបទៅទុនសាយអក្សរសិល្ប៍โซนតារាខ្ញុំប្រៀបធៀបភាពផ្ដាច់ការរបស់គណៈបកប្រជាជនរបស់ហ៊ុនសែនទៅនឹងអីណាឥឡូវខ្ញុំចង់ដឹងក៏មានបងប្អូនណាគាត់ឆ្លើយត្រូវទៀតបើមានបងប្អូនឆ្លើយ100បន្ទុកតែម្នាក់ក៏បានដែរមានទ្រឹស្ដីโซนតារាមួយនិយាយថាអានឹងវាបញ្ជាក់និយាយថាម៉េចប្លាតាស្អីឡាបងប្អូនខ្ញុំនិយាយបដាខ្ញុំអានខមមិនបងប្អូនបដាតើអ្នកណាចាំទ្រឹស្ដីโซนតារាហើយខ្ញុំមិនដែលរំពឹងតតែសាច់ថាហ៊ុនសែនណែហ៊ុនម៉ាណែតហ្នឹងបដូរអិរិយាបថអ្នកខ្លះគេនិយាយថាអូហ៊ុនសែនគាត់សាហាវគាត់ចាប់ចងហ៊ុនម៉ាណែតឡើងមកគាត់ជាអ្នកបញ្ញវន្តរៀននៅអាមេរិកគាត់ជាអ្នករៀននៅអង់គ្លេសគាត់មានផ្នត់គំនិតគូក្បាលថ្មីគាត់អាចកែប្រែមុខមាត់ប្រទេសកម្ពុជាពីកុម្មុយនីសផ្ដាច់ការទៅជាសេរីគាត់អាចអញ្ចឹងមានអន្តរជាតិខ្លះក៏គេគិតតែអញ្ចឹងដែរអញ្ចឹងបានជាអន្តរជាតិខ្លះគេគ្រប់គ្រងហ៊ុនម៉ាណែតដោយគេរំពឹងថាកូននឹងមិនអត់នឹងមិនដូចឪពុកទេគេគិតថាហ៊ុនម៉ាណែតគាត់ខុសពីឪពុកគាត់ហ្នឹងគឺគាត់ចេញពីសង្គ្រាមគាត់ចេញពីបកកុម្មុយនីសគាត់ចេញពីយួនសង្គ្រាមយួនសង្គ្រាមចិនសង្គ្រាមប៉ុលពតអីចឹងទៅប៉ុន្តែហ៊ុនម៉ាណែតគឺជាបរិបទថ្មីគាត់គឺជាបញ្ញវន្តណាទីបំផុតមកពីអាមេរិកហើយនឹងពីអឺរ៉ុបចឹងខួរក្បាលរបស់គាត់តែជាមិនដូចឪទេគេអន្តរជាតិគេសង្ឃឹមទៅលើហ៊ុនម៉ាណែតអើយវិសុទ្ធតិន100បន្ទុកតែខ្ញុំនិយាយខ្ញុំអានបងនេះច្រឡំផ្នែកខ្ញុំនិយាយមែនតែខ្ញុំចោលផ្នែកពីព្រោះខ្ញុំអាននៅពេលណាដែលខ្ញុំដាក់សំណួរថានិតកុកស៊ី100បន្ទុកបើខ្ញុំអត់ដាក់សំណួរខ្ញុំអត់ចលីរីខមមិនទេបាទនេះជាបញ្ញាអ្នកដែលអត់100បន្ទុកគឺមានន័យថាអត់ត្រូវបាទនេះសានឌីថូបាទโซนតារាអូខេអាហ្នឹងហើយមួយទៀតមែនទេវិរៈសុខអត់ទេបាទខ្ញុំប្រៀបធៀបទៅសាច់មែនទេទឹកសូឡូសៃហាអ៊ីរិកសិនមានអ្នក100បន្ទុក2អ្នកខ្ញុំចង់មើលម្នាក់ទៀតអ្នកណាដែលមាន100សុំ100ម្នាក់ទៀតរិនដាកឹមអត់ទាន់ឃើញទេមែនទេណាក់នៀកសាឡនក៏អត់ទាន់ឃើញដែរហ៊ុនបោកសែនស្មើគ្រឿងបោកអានេះទូទៅបងប្អូនណាមានពេលខ្លះបងប្អូនមើលទូរទស្សន៍โซนតារាស្មើនឹងបងប្អូនអានសភៅ10ក្បាលអូស៊ីតពិសិដ្ឋអូស៊ីល100បន្ទុកប្រាសាទ5 100បន្ទុកមានណាកូនខ្មែរ100បន្ទុកណាបងប្អូនតែខ្ញុំនិយាយមិញទ្រឹស្ដីโซนតារាបងប្អូនមើលកម្មវិធីផ្សាយផ្ទាល់បងប្អូនមានបិចកត់ណាបងប្អូនអាចសរសេរសភៅមួយក្បាលហើយស្មើនឹងបងប្អូននឹងអានសភៅ10ក្បាលហើយស្មើនឹងបងប្អូននឹងមើលពិភពលោកមើលណាអានេះសាលូណាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាថាដើរដូចអត់មានអីខុសត្រង់ពាក្យសម្ដីរបស់โซนតារាមួយទេខេនី GKH ខ្លាអត់ស៊ីស្មៅទេ100បន្ទុកណាដូចប្រុសសេងហ្នឹងណាខ្លាមិនស៊ីស្មៅទេខ្លាមិនស៊ីស្មៅទេអូនណាខ្ញុំពាក្យโซนតារានិយាយនេះគឺមានន័យថាហ៊ុនសែននឹងមិនមានធម៌មេត្តាទេមិនមានធម៌មេត្តាទេណាសូម្បីតែឪពុករបស់ខ្ញុំដែលអត់មានអីសោះគាត់ប្រើប្រាស់អារម្មណ៍របស់ខ្លួនគាត់នេះដើម្បីទៅចាប់ឪពុកខ្ញុំដាក់គាត់អានេះមួយទៀតហ៊ុនម៉ាណែតឧទាហរណ៍មិនមែនហ៊ុនសែនតែហ៊ុនម៉ាណែតយើងមើលភរិយាគាត់ជានរណាភរិយាគាត់ជាអ្នកយល់ដឹងជ្រៅជ្រះអំពីធម៌គឺគុណធម៌ដ៏ឧត្តមឧត្តមនៅក្នុងព្រះពុទ្ធសាសនាប៉ុន្តែគេថាឆ្នាំងណាគ្រប់ហ្នឹងយើងមិនជឿថាភរិយារបស់គាត់កៅច័ន្ទមនីណាដែលមានឧត្តមកតិ
ចំពោះព្រះពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ទៅនៅជាមួយប្តីដែលអត់គុណធម៌ចាប់ជន់ស្លុតតាមដាក់គុកខ្មែរយើងគេថាឆ្នាំងណាគ្រប់ណាបើសិនជាហ៊ុនម៉ាណែតគាត់មានចិត្តណែសាហាវគាត់មិនអាចមានប្រពន្ធដែលមានឧត្តមគតិទេបងប្អូនគាត់មិនអាចទេវាអត់ស៊ីដូចវាអត់ស៊ីគ្នាណាចុះបើសិនជារឿងជាក់ស្ដែងយើងឃើញគាត់ដើរចាប់គេដាក់គុកប៉ុន្តែភរិយាគាត់ជាអ្នកអប់រំព្រះពុទ្ធសាសនាដ៏ល្បីល្បាញអញ្ចឹងមានន័យថាម៉េចមានន័យថាខ្លាវាមិនស៊ីស្មៅទេបើសិនជាហ៊ុនម៉ាណែតសាហាវប្រពន្ធរបស់គាត់គឺជាអ្នកដែលមានគុណធម៌ឧត្តមឧត្តមនៅក្នុងផ្លូវព្រះធម៌មានន័យថានេះជាការបោកប្រាស់ទេគ្រាន់តែយកធម៌យកមកធ្វើអាជីវកម្មបិទបាំងតែប៉ុណ្ណោះពីព្រោះអាជាក់ស្ដែងវាអត់អញ្ចឹងអាជាក់ស្ដែងបើសិនជាប្តីជានាយករដ្ឋមន្ត្រីហើយនឹងប្រពន្ធជាមនុស្សដែលមានគុណធម៌ជាអ្នកដែលគោរពនៅព្រះធម៌របស់ព្រះពុទ្ធគួរតែមានអធិពលគាត់ថាប្រពន្ធឆ្នាំងនឹងរឿងឲ្យប្តីក្របផ្សេងឥឡូវយើងសួរចេះណាឬក៏ប្តីក្របនឹងរឿងប្រពន្ធឆ្នាំងផ្សេងវាអត់ត្រូវគ្នាវាមិនទៅវាអត់ត្រូវគ្នាសោះវាអត់ត្រូវគ្នាណាអានឹងឯងបានថាបងប្អូនគេមើលលើទង្វើបើសិនជាភរិយារបស់ហ៊ុនម៉ាណែតហ្នឹងគាត់ពិតជាអ្នកដែលមានសិលដែលជាអ្នកមានឧត្តមម្នាក់ឧត្តមគតិជាស្ត្រីទី1ដែលល្អខ្ពង់ខ្ពស់រឿងអីមិនប្តីគាត់ផ្សេងគឺមិនអាចទេបងប្អូនមិនអាចទេបើសិនជាផ្សេងចន្ទរិកិនអេងមករាមានន័យថាយកព្រះពុទ្ធសាសនាបាំងមុខបិទបាំងប្រជាពិធដើម្បីបោកភ្នែកមហាជនតែប៉ុណ្ណោះសកម្មភាពជាក់ស្ដែងដើរទៅចាប់តែមនុស្សដាក់គុកអញ្ចឹងបានជាសូនតារាថាខ្លាមិនស៊ីស្មៅទេគឺវាស៊ីសាច់ហ៊ុនសែនការចាប់ចងរបស់គាត់ណាគឺជាសារជាតិរបស់គាត់នឹងមិនបដូរអេរិយាបថណាមួយឡើយមែនទេរឿងហ៊ុនសែនចាប់ចងជារឿងមួយធម្មតាហើយយើងត្រូវតែផ្លាស់ប្ដូរនៅវប្បធម៌នយោបាយនេះទៅជាធម្មតាបែបយើងវិញគឺការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអញ្ចឹងខ្ញុំបានចង់ជាសំណួរសួរថាតើសហគមន៍អន្តរជាតិគិតយ៉ាងដូចម្ដេចបងប្អូនខ្ញុំធ្លាប់លើកជាប្រធានបទមួយហើយថាបើហ៊ុនសែនគាត់មិនបដូរវប្បធម៌នយោបាយទេកុំសង្ឃឹមថាអន្តរជាតិជួយកម្ពុជាពេញដៃឲ្យសោះជាប្រទេសជាពិសេសប្រទេសអឺរ៉ុបមានប្រទេសស៊ុយអែតមួយគឺគេអត់ចូលចិត្តទេរហូតដល់ដកទូទៅដោយសារតែការចាត់ចងមនុស្សនឹងឯងមួយទៀតចម្លើយឲ្យចំទៅដោយតែខ្ញុំនិយាយអញ្ចឹងចំពោះថៃខ្ញុំប្រៀបធៀបវិញអន្តរជាតិពិភពលោកគេដឹងថាថៃឈ្លានពានកម្ពុជាប៉ុន្តែគេមិនអាចថ្កោលទោសឬក៏គេមិនលូកមាត់ដើម្បីផលប្រយោជន៍នយោបាយនិងផលប្រយោជន៍ពាណិជ្ជកម្មណាឬក៏ដើម្បីផលប្រយោជន៍ឥទ្ធិពលអ្វីមួយដូចគ្នាអន្តរជាតិគេដឹងថាប្រទេសកម្ពុជារំលោភសិទ្ធិមនុស្សគេស្អប់ប៉ុន្តែរឿងព្រំដែនរឿងថៃឈ្លានពានកម្ពុជាជាច្បាប់អន្តរជាតិណានិងរឿងសិទ្ធិមនុស្សគេអាណិតប្រជាជនអាណិតជនភាសាដែលរងដោយសារសង្គ្រាមពីព្រោះនៅលើលោកនេះសង្គ្រាមនាំឲ្យមានវិបត្តិច្រើនហើយសំបីតែរបបប៉ុលពតក៏អង្គការសហប្រជាជាតិជួយដែរមិនក៏យើងមិននិយាយថាអង្គការសហប្រជាជាតិជួយប៉ុលពតបងប្អូនមានដឹងរបបប៉ុលពតឬក្រោយរបបប៉ុលពតក្រោយពីយួនវាយកាន់កាប់ទសវត្សរ៍ឆ្នាំ80ហ្នឹងកម្ពុជាមានជនភៀសខ្លួនតាមព្រំដែននៅតាមជំរំនឹងជំរំសាយប៊ីជំរំខាវវិដាងអីផ្សេងហ្នឹងយើងមិនក៏ថាប៉ុលពតជួយខ្មែរក្រហមទៅអត់ទេអន្តរជាតិគឺគេជួយនៅពេលណាដែលមនុស្សមានទុក្ខមានសង្គ្រាមដូចគ្នាប្រទេសកម្ពុជាអន្តរជាតិគេចាប់ផ្ដើមចូលទៅជួយចូលទៅសម្របសម្រួលដោយអាមេរិកអីហ្នឹងណាគឺដោយសារប្រទេសកម្ពុជាមានទុក្ខមានសង្គ្រាមដូចដែលជំនាន់ប៉ុលពតដែលកាប់សម្លាប់គ្នាបង្ហូរឈាមស្រុកខ្មែរអង្គការសហប្រជាជាតិនឹងគឺចូលជួយដូចគ្នាគឺជួយជនរងគ្រោះឥឡូវហ្នឹងណាគេអត់មានតែជួយហ៊ុនសែនទេនេះប៉ុន្តែបើសិនជាហ៊ុនសែនគាត់បដូរវប្បធម៌នយោបាយគឺគេជួយគាត់តែម្ដងហើយយើងមានប្រៀបឈ្នះតែម្ដងបាទនេះមានប្រៀបឈ្នះនៅលើឆាកអន្តរជាតិគឺសំខាន់ណាត្រឡប់ទៅថៃវិញអាមេរិកណាគឺបានដាក់ប្រទេសថៃចូលទៅក្នុងបិទទឹកតកាអានឹងរឿងអីគឺរឿងដោយសារតែថៃណាប្រមាថមើលងាយច្បាប់អន្តរជាតិឬក៏មើលងាយតាមខ្ញុំយល់ណាអាមេរិកដូចគ្នាហ៊ុនសែនហ្នឹងគាត់ចាប់មនុស្សបន្ត
ក្នុងអំឡុងពេលដែលប្រទេសភូមានិងប្រទេសវេណេស៊ុយអេឡាមានការដោះលែងមនុស្សអញ្ចឹងអន្តរជាតិគេដឹងគេយល់គ្រាន់តែគេអត់ចលក់មាត់ព្រោះពេលខ្លះដូចខ្ញុំនិយាយអញ្ចឹងចលក់មាត់ទៅរកមនុស្សអន់ធ្វើឲ្យខ្លួនឯងអន់គេចលក់មាត់គេមានឋានៈរបស់គេត្រូវចលក់ឧទាហរណ៍ថាអាមេរិកបារាំងនេះគេចលក់មាត់រករុស្ស៊ីអញ្ចឹងទៅគេចលក់មាត់រកចិនអាមេរិកគេចលក់មាត់រកបារាំងរកម៉ាក្រុងចលក់មាត់ទៅហើយដល់កលេសទៅប្រទេសកម្ពុជាគេដឹងតែគេចលក់មាត់ជាមួយទេដូចដូណាល់ត្រាំដូចអីនេះគេអត់ចលក់មាត់ជាមួយទេព្រោះការចលក់មាត់ក៏វាគិតអំពីឋានៈដែរនៅក្នុងពិភពលោកគឺបងប្អូនចំណាស់មើលអញ្ចឹងណាដូចរុស្ស៊ីអីអ្នកឯងធ្វើអីក៏ចលក់មាត់ដែរវាអត់ចាប់អារម្មណ៍ទេប៉ុន្តែបើអាមេរិកធ្វើវាចលក់មាត់បើបារាំងអឺរ៉ុបធ្វើណាតូធ្វើវាចលក់មាត់ប៉ុន្តែបើកម្ពុជាក៏ពេញគេពុកគេអត់ចលក់មាត់ទាំងច្រើនអ្នកចលក់មាត់ត្រឹមតែអ្នកការទូតអ្នកមន្ត្រីទូតតូចតាចអីធម្មតាហ្នឹងណាសំណាងមកអញ្ចឹងអន្តរជាតិគិតយ៉ាងដូចម្ដេចអន្តរជាតិគឺគេថ្កោលទោសនៅក្នុងចិត្តហើយគេធ្លាប់ថ្កោលទោសជាច្រើនមកហើយប៉ុន្តែរឿងសង្គ្រាមគឺគេជួយប្រជាជនជួយមនុស្សធម៌និងជួយវិបត្តិសន្តិសុខតំបន់ដោយការពីអង្គការសហប្រជាជាតិអន្តរជាតិជួយជនភៀសខ្លួនទៅតាមព្រំដែនហ្នឹងប្រទេសមានសង្គ្រាមតើមិនក៏យើងមិនថាគេជួយប៉ុលពតអត់មានទេណាសេងគ្រីសអញ្ចឹងបានជាចំណុចទី1ដែលខ្ញុំស្នើជាការសំណូមពររបស់សូនតារាវិញថាបើអាណិតប្រទេសកម្ពុជាសូមគំនាំប្រទេសកម្ពុជាចូលទៅក្នុងរបបផ្ដាច់ការដែលមានលំនាំដោយក្រេះជាងអីខ្ញុំម្នេះខ្ញុំថាបើសិនជាហ៊ុនម៉ាណែតគាត់ជានាយករដ្ឋមន្ត្រីអភ័យឯកសិទ្ធិនាយករដ្ឋមន្ត្រីអភ័យឯកសិទ្ធិមានន័យថាគាត់គឺមានមនសិការរបស់គាត់ដែរគាត់ជាមនុស្សគាត់មានសតិសម្បញ្ញៈគាត់មានបេះដូងគាត់មានឧត្តមគតិរបស់គាត់មិនមែនជាអាយ៉ងរបស់ឪគាត់មិនមែនជាមនុស្សយន្តទេគាត់គូតែមានសេចក្តីសម្រេចគាត់គូតែមានទស្សនៈណាមួយដែលមើលទៅឃើញថាល្អភ្លឺស្វាងនេះអាចបញ្យលឪពុករបស់គាត់ថាពុកខ្ញុំមានកំណើតអីខ្ញុំដុសហើយខ្ញុំមិនមែនឪមូលជាឆ្វេងស្ដាមទៅមុខមកក្រោយណាអង្គុយឈរត្រូវបង្ហាញប្រាប់ឪថាខ្ញុំជាកូនដែលមានសមត្ថភាពពេញលេញមិនធ្វើឲ្យឪអស់សង្ឃឹមទេអញ្ចឹងហ៊ុនម៉ាណែតគាត់គូតែមានសេចក្តីសម្រេចមើលទៅឃើញថាចរន្តពិភពលោកឬក៏ចរន្តនៅក្នុងប្រទេសកម្ពុជានឹងគួរតែស្ថិតនៅក្នុងលក្ខខណ្ឌឬក៏លក្ខណៈនយោបាយបែបណាវិដួងយើងមិនអាចដឹកនាំប្រទេសយើងពីមួយថ្ងៃទៅមួយថ្ងៃឈានទៅរកភាពផ្ដាច់ការបានទេហើយកុំច្រឡំកុំយកបញ្ហាព្រំដែនជាលេសដើម្បីទៅចាត់មនុស្សដោយមើលឃើញថាឯងធ្វើអីអញមិនបានសំខាន់ខ្លួនឯងយកទឹកដីនឹងមិនបានមកវិញប្រជាជនចាំតែចងចិត្តឈឺចាប់ណាបងប្អូនណាប្រជាជនឈឺចាប់ណាគេបច្ចុប្បន្ននេះណាសមត្ថភាពគេលែងសូវចាប់អារម្មណ៍គេមិនឲ្យតម្លៃទៅលើហ៊ុនសែនហ៊ុនម៉ាណែតនឹងគេមិនឲ្យតម្លៃទៅលើសមត្ថភាពនៃការចាប់មនុស្សដាក់គុកទេអានឹងគេតេស្តឌីលទេឥឡូវនេះគេឲ្យសមត្ថភាពទៅលើថាតើយកប្តីបានមកវិញថ្ងៃណាប្រជាជនរាប់ម៉ឺននាក់ហ្នឹងកុំបន្លំកុំតដើរចាប់មនុស្សបន្លំច្រើនពេកបដោតណបច្ចុប្បន្នហ្នឹងណាចាប់មនុស្សដាក់គុកហ្នឹងមនុស្សវិឈូចាប់ចន្ទទីមកប៉ុន្តែប្រជាជននិងពិភពលោកគឺកំពុងតែបដោតការយកចិត្តទុកដាក់សំខាន់នេះគឺថាតើយកដីប្រជាជនពេលណានេះបានទៅនៅផ្ទះវិញដូចជាចិនដែលខ្ញុំនិយាយអំបញ្ញមិញហ្នឹងសូមសរសើរចិនដែលបានទៅដោះបន្លាលួសចេញពីតំបន់ហ្នឹងទៅរស់នៅវិញហ្នឹងណាខ្ញុំថាតើយើងធ្វើកិច្ចការនឹងបានហើយនៅចឹងបានថាខ្មែរយើងដូចខ្ញុំធ្លាប់ឃើញវីដេអូជេមសុកមួយខ្លីគេយកដាក់ក្នុង TikTok ជេមសុកគាត់ដាក់រូបធំហើយគាត់ចំអុលរូបសម្ដេចតេជោណាគាត់ថាចំអុលគាត់និយាយពាក្យអក្សរខ្ញុំនិយាយមិនចេះនិយាយគាត់ថាបានតែខ្មែរគ្នាឯងទេចឹងគាត់ថាបានតែខ្មែរគ្នាឯងទេជេមសុកកន្លែងណាគាត់និយាយត្រូវណាគាត់ចំអុលមុខហ្នឹងគាត់ចំអុលមុខគាត់ថាបានតែខ្មែរគ្នាឯងទេថៃហ្នឹងឲ្យស្វត់មែនញ័រតតាក់ឥឡូវហ្នឹងគឺបញ្ហាការរួបរวมសាមគ្គីហ្នឹងគឺវាអត់សំខាន់ទៅលើការចាប់ចងទេមួយទេបងប្អូនការចាប់ចងណាហើយតែមិនចាប់ទៅគណៈបពប្រឆាំងនេះគណៈបពប្រឆាំងគឺគាត់ទៅបោះឆ្នោតទេតើអ្នកដែលធ្វើឲ្យបាត់បង់ទឹកដីគឺគណៈបកប្រជាជននិងថៃពីរអ្នកហ្នឹងមានន័យថាគណៈបកប្រជាជនដឹកនាំប្រទេសជាអ្នកដែលធ្វើឲ្យទឹកដីគង់វង្សនិងអ្នកធ្វើឲ្យបាត់បង់ទឹកដីមិនគណៈបកប្រឆាំងទេអ្នកដែលទទួលខុសត្រូវមែនទេថៃគឺជាចៅឆ្លៀនពៀនទឹកដីប្រទេសកម្ពុជាណែគណៈបពប្រឆាំងវាអត់មានអីដែលធ្វើឲ្យបាត់ដីបងប្អូនវាអត់មានធ្វើអីទៅជាចលាចលវាអត់មានធ្វើអីឲ្យទៅជាភ្លើងឆេះព្រៃវាអត់មានប៉ុន្តែបើចាប់ទូទៅបងប្អូននឹងថាអូអ្នកនេះចាប់នឹងអត់ប៉ុន្តែភាគច្រើនអ្នកបញ្ចេញមតិឲ្យបានចាប់តែគណៈបពប្រឆាំង
គណៈបពប្រឆាំងហ្នឹងបងប្អូននៅក្នុងកៅភ្នែករបស់សហគមន៍អន្តរជាតិគឺស្អីទេគឺនិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សណាអញ្ចឹងបានជានៅលើពិភពលោកយើងនេះបើកាលណាគេចាប់មនុស្សដតីចាប់អីហ្នឹងគេអត់សូវជាចាប់អារម្មណ៍ប្រមាណទេអានេះប៉ុន្តែបើចាប់គណៈបពប្រឆាំងណាអាហ្នឹងគឺសម្ពាធនៅសម្ពាធក្នុងចិត្តនៅគូធ្ងន់ធ្ងរនៅសល់តែរឿងមួយនេះគឺអ្នកខ្មែរនៅក្រៅប្រទេសបន្ទាប់ពីបន្តិចទៀតទៅនឹងមានខ្ញុំជឿថាជាលោកស្រីម៉ូសូក៏ដោយលោកសំស៊ីក៏ដោយគឺអាចនឹងមានយុទ្ធនាការមួយពាក់ព័ន្ធនឹងសិទ្ធិមនុស្សពីព្រោះនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺទឹកដីយើងមិនអាចក្នុងអំឡុងពេលតែមួយហ្នឹងប្រើភាពព្រៃផ្សៃបានហើយទទួលដើម្បីសុំទទួលការគ្រប់គ្រងពីសហគមន៍អន្តរជាតិទេបាទទេអញ្ចឹងបានខ្ញុំនៅនិយាយថាខ្ញុំស្នើខ្ញុំសុំថាបើហ៊ុនម៉ាណែតគាត់គឺជាអ្នកដែលម្ចាស់ការឯករាជ្យគាត់គឺជាអ្នកដែលមានឧត្តមគតិមនសិការពិតប្រាកដមែនគាត់គួរតែអាចធ្វើអ្វីមួយដែលជាឧត្តមគតិរបស់គាត់ដែរបាទនេះឧត្តមគតិរបស់គាត់បាទនេះទោះបីជាផ្ទុយពីឪពុករបស់គាត់ក៏ដោយប៉ុន្តែខ្ញុំនៅតែត្រឡប់ទៅវិញនេះជាការស្នើជាការរំពឹងអានឹងគេហៅជាការចង់បាននេះជាអ្វីដែលយើងចង់បានទេប៉ុន្តែខ្ញុំនៅតែត្រឡប់ទៅវិញនឹងដោយទ្រឹស្ដីសនរាខាងដើមនឹងរឿងពិតគឺថាខ្លាមិនស៊ីស្មៅឡើយអានិសាលូណាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតដូច្នេះអន្តរជាតិមើលឃើញយ៉ាងដូចម្ដេចអន្តរជាតិមើលឃើញថារបបហ៊ុនសែនគឺជារបបផ្ដាច់ការគេអត់គ្រប់គ្រងទេអន្តរជាតិគិតយ៉ាងដូចម្ដេចអន្តរជាតិគិតថាគេមិនគ្រប់គ្រងរបបផ្ដាច់ការហើយគេនឹងកោតទោសបន្តទៀតចុះអន្តរជាតិគេគិតយ៉ាងម៉េចចំពោះនៃសង្គ្រាមចំនួនប៉ុលពតក៏អន្តរជាតិជួយដែរអង្គការសហជីវជាតិបច្ចុប្បន្ននេះអន្តរជាតិគេមើលទៅលើបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃនៅតាមព្រំដែនគឺជាបញ្ហាសន្តិសុខតំបន់បញ្ហាសិទ្ធិមនុស្សបញ្ហាជនភៀសសឹកបញ្ហាជនភៀសខ្លួនសង្គ្រាមនិងបញ្ហាអាយុជីវិតរបស់មនុស្សជាតិដូច្នេះគឺអន្តរជាតិគេអន្តរាគមក្នុងកម្រិតសន្តិសុខតំបន់កម្រិតឥទ្ធិពលរបស់ចិននៅលើតំបន់អាស៊ានកម្រិតសិទ្ធិមនុស្សនិងអាយុជីវិតជនស៊ីវិលប៉ុន្តែបើឲ្យគេណាទៅជួយពេញដៃពេញជើងឲ្យមានឥទ្ធិពលគឺអត់ទេអញ្ចឹងបានខ្ញុំថាឱកាសនេះគឺជាឱកាសមួយដែលគណៈបកប្រជាជនគួរតែកសាងខ្លួនដើម្បីទទួលបានចំណាប់អារម្មណ៍ឲ្យបានទូលំទូលាយពីអង្គការសហប្រជាជាតិពីសហគមន៍អឺរ៉ុបពីសហរដ្ឋអាមេរិកតាមរយៈការគោរពសិទ្ធិមនុស្សណាដើម្បីហៅអាមេរិកហៅអង្គការសហជាតិឬក៏សហភាពអឺរ៉ុបហ្នឹងឲ្យគេមានសន្តានចិត្តល្អជាមួយយើងឲ្យគេហ៊ានតតាំងជាមួយថៃដើម្បីឲ្យកម្ពុជានឹងជាងាកទៅជាសម្ព័ន្ធមិត្តនេះក្នុងបេះដូងរបស់គេដែរប៉ុន្តែខ្ញុំមើលទៅអត់ទេបាទខ្ញុំមើលទៅអត់ទេដូច្នេះហើយបានជាខ្ញុំតែងតែលើកប្រធានបទដែលឆ្លុះបញ្ចាំងពីសច្ចធម៌មួយគឺថាប្រទេសកម្ពុជានៅតែប្រកាន់វប្បធម៌នឹងទឹកដីនៅតែបាត់ពីព្រោះអន្តរជាតិអត់ជួយពេញដៃពេញជើងទេគេគ្រាន់តែអាណិតប្រជាជននិងសន្តិសុខតំបន់ប៉ុន្តែគេមិនចូលចិត្តវប្បធម៌របស់មេដឹកនាំប្រទេសប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាប់ខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបវរៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទឥឡូវនេះបងប្អូនទេដូចអត់ឃើញខ្មោចឡងប្រហែលថ្ងៃនេះណាម្សិលមិញនេះឃើញចេញមកមួយពីរដែរហើយបាត់ទៅវិញទៅថ្ងៃនេះ Live Mom Good evening Philo Professor បាទតារាសនសួស្ដីបែរជាគាត់ទើបបញ្ចូលlênមកទៅអ្នកដែលទើបបញ្ចូលអាចទៅមើលឡើងវិញបានបាទការផ្សាយផ្ទាល់របស់ខ្ញុំថ្ងៃនេះមានខ្លឹមសារល្អណាពាក់ព័ន្ធជាមួយនឹងថៃមិនគួរជឿមកខ្ញុំប្រាប់អើគាត់ណាឥឡូវយើងនិយាយលេងទៅគឺថាខ្ញុំនឹកមិនដល់ទេខ្ញុំសូម្បីតែខ្ញុំក៏តែងតែមើលឃើញថៃនៅក្នុងតម្លៃខ្ពស់ខ្ញុំមិននឹកស្មានតែថៃមានថ្ងៃនេះណាមានឈ្មោះនៅក្នុងបញ្ជីគេបិទដែរអត់ណាបងប្អូននេះអត់យ៉ាងវៀតណាមទៅទៀតណាខ្មែរខ្ញុំមានចម្លែកទេខ្មែរយើងខ្មែរឡាវហើយនឹងភូមាហើយយើងប្រទេសថៃមានឋានៈអីដែលជាប្រទេសអាស៊ានមហាអំណាចមួយទាំង10ប្រទេសណាមកធ្លាក់ឋានៈស្មើប្រទេសកម្ពុជាមកធ្លាក់ឋានៈស្មើប្រទេសឡាវដែរខ្ញុំភ្ញាក់ផ្អើលអញ្ចឹងបានខ្ញុំលើកទៅក្នុងនៅក្នុងប្រធានបទទី1នឹងហើយដើម្បីជាចម្លើយបងប្អូនលោកគ្រូគេប្រទេសទាំង75នោះតើលោកគ្រូមានអីតែថៃមាន4ប្រទេសនៅអាស៊ានយើងមានកម្ពុជាឡាវភូមាដែរតើមានអានឹងជារឿងធម្មតាកម្ពុជាឡាវភូមាអានឹងរឿងធម្មតា Enterprise
ប៉ុន្តែរឿងមិនធម្មតាហ្នឹងគឺសម័យដែលខ្ញុំក៏គោរពថាថៃអស្ចារ្យទេណាមិននឹកស្មានថាថៃមានឈ្មោះនៅក្នុងបញ្ជីបិទទឹកតការអន្តរប្រវេសរបស់អាមេរិកឡើយបាទខ្មោចបាក់លងហើយលោកគ្រូណាត្រូវហើយបាទ Isan Enterprise សំណាងមក maybe if they listen to your speaking right បាទត្រូវហើយបាទអ្នកធ្វើស្រែកូនកសិករបាទទើបចូលមើលអំបញ្ញមិញឡុងពុទ្ធិរាជឡុងពុទ្ធិរាជថៃអន់ជាងអាចខ្ញុំញាប់អើលប៉ុណ្ណាខ្ញុំញាប់អើលមិនគួរណាថៃខ្ញុំនឹកស្មានមិនដល់ទេខ្ញុំសម័យគេថាថៃសម្បើមហ្មងថៃសម្បើមប៉ុន្តែអានឹងវាទៅជាអញ្ចឹងចុះបាទធម្មតាទេរឿងនឹងវានឹងមានបន្តទៀតហើយបើសិនជាប្រទេសមួយដែលបាត់បង់ការគ្រប់គ្រងពីអន្តរជាតិណាសេដ្ឋកិច្ចក៏បាក់សពាវុធក៏ថយដែរកម្ពុជាតែមានការគ្រប់គ្រងពីអន្តរជាតិណាសេដ្ឋកិច្ចក៏ខ្លាំងសពាវុធក៏ខ្លាំងដែរពីព្រោះទោះបីយើងមានលុយក៏ដោយមិនប្រកាសថាគេលក់អាវុធឲ្យទេអាវុធជាទូទៅគេលក់ឲ្យសម្ព័ន្ធមិត្តដែរណាទីច្រឡំថាខ្ញុំមានលុយទៅទិញអាវុធអាមេរិកមិនលក់ឲ្យខ្មែរមែនទេខ្លាចទាហានគេខ្លាចមែនទេគេមិនគេលក់ឲ្យខ្មែរអញ្ចឹងមានន័យថាគេលក់ឲ្យតើនឹងជាសម្ព័ន្ធមិត្តហើយគេមានជំនាញសិលារិទ្ធពេជ្រនិងជំនាញអ្នកជំនាញរបស់គេទៅអប់រំណែនាំក្នុងការប្រើប្រាស់ហ្នឹងណាអញ្ចឹងការចងសម្ព័ន្ធមិត្តសំខាន់ហើយសម្ព័ន្ធមិត្តមួយទៀតយើងអភិជាក្រិតដដែលយើងមិនបាច់ចងទេយើងគ្រាន់តែកុំរំលោភសិទ្ធិមនុស្សកុំធ្វើការចាប់ចងមនុស្សណាដើម្បីតាក់ទាញនៅការគ្រប់គ្រងពីឆាកអន្តរជាតិអានេះគឺល្អហើយកុំច្រឡំថាស្ថានភាពនយោបាយនៅអឺរ៉ុបនិងអាមេរិកតែងតែប្រែប្រួលមានន័យថាម៉េចហ៊ុនសែនក៏ថាអញចាប់ឲ្យព្រោះឥឡូវពិភពលោកវាអញ្ចេះដូណាល់ត្រាំវាអញ្ចេះនៅអាមេរិកវាអញ្ចេះនៅអឺរ៉ុបវាអញ្ចេះអង្គការសហប្រជាជាតិវាអញ្ចេះបងប្អូននៅអាមេរិកនិងអឺរ៉ុបគឺជាប្រទេសដែលមានអាណត្តិនៃការបោះឆ្នោតវាប្រែប្រួលទៅតាមគោលនយោបាយរបស់ប្រធានាធិបតីបើសិនជាប្រធានាធិបតីក្រោយកែប្រែបបសត្វទៅងាកទៅរកការសង្កេតសង្កត់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាអានឹងគឺអសន្នណាស់ឥឡូវនេះគឺគេបដោតទៅលើសង្គ្រាមទេបាទប្រាសាទ8ខ្មោចជាប់បន្លាលុះអស់ហើយលោកគ្រូនេះបើមានអតិពលមែនជំនួសឲ្យការជេរសូនារាហ្នឹងគឺត្រូវហើយណានាំគ្នាទៅដកបន្លាលុះមួយចាញ់ទាំងចិនផងបេឡារ៉េនីលោកគ្រូលោកសំរងស៊ីអាចមានសង្ឃឹមបានចូលស្រុកទេអាចហ្នឹងអាចសួរថាហេតុអីអត់ដឹងនេះមានបងប្អូនយើងមួយចន្ទខឹងវាសួរតើលោកគ្រូតើប្រទេសកម្ពុជាយើងអាចយកដីពីថៃមកវិញបានទេអាចតើថៃអាចនៅវាយខ្មែរលើកទី3អាចតើសំរងស៊ីអាចចូលស្រុកអាចហេតុអីទ្រឹស្ដីទូទៅគេនិយាយថាចេះនៅលើโลกនេះគ្មានអ្វីដែលមិនអាចឡើយបាទខ្លាសអាមេរិកមានទិន្នន័យប្រទេសដែលចូលមកអាមេរិកហើយសុំលុយរត់ណាសំណាងមកមានទិន្នន័យបាទច្រើនណាបាទខ្មែរ Happy Pal មកពីថៃរកស៊ីជាមួយហ៊ុនសែនណាអញ្ចឹងប្រិយមិត្តខ្ញុំអានខមមិនបងប្អូនយើងបន្តទៀតពី3ខមមិនទៀតបើអត់មានមតិអីទេគឺយើងបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនឹងចប់ណាបើនិយាយបាក់តុងគិតមានមានអ្វីមានចិននិងឥណ្ឌាទេមានតាមព្រំដែនលោកគ្រូបើនិយាយបាក់តុងគិតស្អីគេប៉កតុងគិតស្អីគេអត់យល់ប៉ះតុងកិច្ចបាទគាត់ទៅសេរាយគាត់ទៅសេរាយណាប៉ះតុងកិច្ចអត់ទៅសេចឹងប៉ះតុងកិច្ចបាទគាត់ទៅសេរាយនេះថាសង្គ្រាមវាសេសងជើងកជើងរស្រអានឹងមកបើយើងសរសេរសងបតកជើងរស្រអានឹងមកអានឹងគឺវាពិបាកអានណាបាទដូចជាសន្តិភាពគេសេសណជើងតស្រអេផស្រអានឹងបបើសិនជាយើងសរសេរសន្តិភាពសនឹងណបតតដាក់ស្រអេផដាក់ស្រអានឹងពអានឹងវិញបងនឹងអានតែមិនអានត្រូវទេណាឬយើងចំស្អីគេសន្តិនេះយើងអានត្រូវវិញយើងស្មានតែឈ្មោះអីសន្តិបុគ្គលភាពនឹងគាត់សតិអារម្មណ៍អីវិញយើងអានណាដូចថាសន្តិភាពវាសេតណជើងតស្រអេពអ្នកផស្រអានឹងពបើដល់យើងឧទាហរណ៍ណាយើងសេសណបតតដាក់ស្រអេផស្រអានឹងពវិញមកគាត់ស្អីមកបំពេញបងទៅចូលអ្នកហ្នឹងសតិអារម្មណ៍មិនមានភាពមិនប្រក្រតីមិននេះគឺប៉ះតុងកិច្ចនេះអានេះប៉ះតុងកិច្ចបាទគាត់ទៅសេរីគាត់ទៅប៉ះតុងកិច្ចគាត់បសម្រាប់ជាស្អាប៉ាងក៏ប៉ះបាទទៅជាប៉ះទៅវិញសារៈខួនអាប់នីកំពុងតែចង់ដឹងទិន្នន័យ
ពួកខ្ជិលធ្វើការដេកស៊ីណែណោះគាត់ស្រាវជ្រាវមានអ្នកខ្លះគឺស្រាវជ្រាវណាតនន័យអ្នកខ្ជិលធ្វើការដេកស៊ីណែអ្នកដែលខ្ជិលធ្វើការដេកស៊ីជាងគេជាទូទៅគឺជនជាតិដើមនឹងឯងហ្នឹងហើយហួតសារ៉ិនម្នេះភាសានឹងយួនចូលស្រុកទៅចេះអត់ទេបាទខ្មែរយើងខ្លះគាត់សរសេរក៏អត់ដែរបានសរសេរដល់គាត់សរសេរខ្ញុំមើលអត់យល់ហើយបងប្អូនក៏មើលយល់ដែរណាតាមពិតគឺល្អបាទអរគុណច្រើនសម្រាប់ការខមមិននេះគាត់ថាលោកគ្រូនិយាយនេះគឺដើម្បីឲ្យយើងសេឲ្យត្រូវមែនទេបើតែលោកគ្រូមិនថាឲ្យខ្ញុំចឹងត្រូវតែថាបើគ្រូបើមិនថាឲ្យមិនហៅគ្រូនៅអានេះសូនណានៅក្នុងសាលាបើកណាយើងសរសេរខុសមែនទេគឺត្រូវតែប្រាប់ថាខុសគេអត់សរសេរចឹងទេបើអត់ប្រាប់អាហ្នឹងគឺខូចអនាគតណាចឹងត្រូវអរគុណលោកគ្រូបាទថៃខ្លាចចិនឬលោកគ្រូថៃអត់មានខ្លាចអីទេបាទមែនទេចិនក៏វាមិនខ្លាចអាមេរិកក៏វាមិនខ្លាចមែនទេអ្វីដែលថៃខ្លាចហ្នឹងគឺប្រទេសកម្ពុជាយើងនឹងមានមេដឹកនាំខ្លាំងតែប៉ុណ្្នឹងទេព្រោះចិនហើយអាមេរិកវាអត់មានអីទេព្រោះមានមេដឹកនាំខ្លាំងទៅគឺវាត្រួតក្បាលមិនបានវាឈ្លានពានមិនបានវាយកទឹកដីក៏អត់បានហើយនិយាយពិតណាបងប្អូនស្ដាប់ទៅចំកន្លងឆែកតែត្រូវថៃវាអត់មានទៅខ្លាចអាមេរិកវាអត់មានទៅខ្លាចអីចិនទេគឺវាខ្លាចខ្មែរមានមេដឹកនាំខ្លាំងហើយមានប្រាជ្ញាខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្ត្រគឺវាអញ្ចឹងដែរហើយថៃមិនចង់ឲ្យខ្មែរនឹងលូតមុខលូតមាត់ជាងវាឡើយអានឹងជារឿងពិតទៅណាសូនសិទ្ធតើវិស័យធនាគារនៅកម្ពុជាអាចនឹងដួលដែរឬអត់លោកគ្រូអាចណាប៉ុន្តែភាគរយវាប៉ុន្មានវាអាស្រ័យទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមែនទេគាត់ថាភាគរយវាតិចតើវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាអាចដួលរលំទេអាចប៉ុន្តែភាគរយវាតិចណាបាទភាគរយវានឹងគឺថាដូចថា 10% 20% ទៅ 80% អត់គួរឲ្យជឿជាក់បានឡុងជីអ៊ុងបាទជំរាបសួរបងប្អូនបាទរិនដាកឹមច័ន្ទដាវីខិន everyone stay safe home សំណាងមក I think a lot of my people បាទ smoke too និបម៉ាលីពូចកែវានៅតែឆ្កែបាទដែលពូចកែគឺឆ្កែត្រឹមត្រូវគាត់ណាមនុស្សយើងស្រុកខ្មែរយើងកាលណាមនុស្សអន់គេប្រៀបទៅឆ្កែប៉ុន្តែស្រុកនេះឆ្កែមានតម្លៃបើនៅអាមេរិកនៅអឺរ៉ុបឆ្កែមានចូលពេទ្យអ្នកខ្លះមានសិតសក់ពាក់អាវពាក់ស្បែកជើងខ្លះដេកជាមួយឆ្កែទៅទៀតណាខ្មែរស្រុកខ្មែរអាហ្នឹងគឺការឲ្យនិយមន័យអាស្រ័យទៅលើបរិបទសង្គមនិងប្រវត្តិសាស្ត្របរិបទសង្គមប្រវត្តិសាស្ត្រខ្មែរយើងតាំងពីដុំបរមបុរាណដូនតាមកណាឈឹមសុផាតឆ្កែស្រុកស្រែគឺវាដេកនៅក្រោមផ្ទះហើយវាស៊ីលីមុខដូចខ្មែរយើងហៅទៅជួអាចកាន់ដបងណាគឺឆ្កែហ្នឹងវាតាមយើងហ្នឹងអញ្ចឹងបានគឺខ្មែរយើងវាឲ្យអញ្ចឹងបើស្រុកនេះវាមិនទៅស៊ីបងប្អូនណាអញ្ចឹងបានថាបើកាលណាយើងនិយាយអំពីឆ្កែយើងត្រូវនិយាយអំពីបរិបទនៅក្នុងប្រទេសកម្ពុជាបើនិយាយអំពីបរិបទនៅអឺរ៉ុបឆ្កែជាមិត្តសម្លាញ់របស់មនុស្សហើយវាអត់មានកំហុសទេមនុស្សថោកទាបជាងឆ្កែឆ្ងាយណាស់ណាគូមនុស្សទេដែលវាពុតបុតនេះឆ្កែស្មោះត្រង់ណាបើយើងនិយាយអំពីសត្វណាវិជ្ជការហេងមានអ្នកខ្លះហ្នឹងដល់ទៅពេលឆ្កែហ្នឹងវាស្មោះត្រង់ពេកទៅពេលដែលដើរចេញពីផ្ទះនឹកឆ្កែជាងនឹកពួកម៉ាក់នឹកអាលោកអញអាចននេះអញហ្នឹងវាមិននៅផ្ទះនោះហើយពេលដែលឃើញយើងមកវាបាក់កតុយវាលោតមែនវាលោតលេងជាមួយយើងហ្នឹងទៅណាមកណាចង់ទៅយកទៅតាមទៅទៀតណាអាហ្នឹងគឺរឿងពិតណាបងណាខ្ញុំនិយាយនេះគឺនិយាយដើម្បីឲ្យវាមានដែលហៅថាវាយុត្តិធម៌បាទបេះដូងមនោចេតនាជាមួយសាច់ប៉ុន្តែនៅក្នុងស្រុកខ្មែរយើងគេច្រើនប្រៀបធៀបមនុស្សទៅជាឆ្កែខឹងដោយសារឆ្កែនោះវាស៊ីអាចណាហើយវាខាន់មនុស្សបាទសំណាងមកត្រូវហើយវិជ្ជការហេងរិនដាកឹមបាទអាឡុកកាអីគេអាឡុកកា Peace Walk Dog is famous in the world right now បាទឥឡូវនេះគេហៅថាដឹកឆ្កែដើរលេងគឺពេញនិយមហ្នឹងបាទឡុងវេវ៉ាហានៅក្នុងនេះសិតនិយាយនេះសូនតារានិយាយថាលោកគ្រូត្រូវខ្ញុំចេញពីផ្ទះទៅផ្សារអញ្ចឹងណាខ្ញុំនឹកឆ្កែខ្ញុំណាទៅដល់វាបក់កតុយវាលៀនតាទៅទៅណាមកណាចង់យកតាមបន្ទុកវានៅក្នុងផ្ទះហ្នឹងតែបើកទ្វារមកជួនកាលឆ្កែខ្លះវាដឹងសំឡេងម្ចាស់វាទៀតមនុស្សមកក៏គោកដើរកាត់មុខផ្ទះវាអត់ផ្អើលទេប៉ុន្តែសំឡេងម្ចាស់វាមិនដឹងអត់និយាយស្នាមបែកស្បែកជើងតុកវាលោតមកគោះទ្វារតាមទ្វារខ្លះមានកញ្ចក់ក្ដុកមកធ្វើឲ្យយើងរឹតតែស្រឡាញ់ណាបាទណារិនដាកឹមដដែលទេច័ន្ទបតុមច័ន្ទបតុមបាទកែវសុកនិមលសួស្ដីចឹងប្រិយមិត្តខ្ញុំមើលទៅអត់មានអីទេដោយសារតែអត់មានអីដែរបញ្ញា
ណាត់មានខមមិនសំណួរឬក៏មតិណាប្រចាស់គ្នាដែលត្រូវបកស្រាយអីទេខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាសៅសិតការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាសន្តំថៃស្រាប់ខោជន់ផ្ដាច់ការចូលរដ្ឋនេះផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតសម្រាប់នៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី